សួស្តីបងប្អូនឆ្នាំនេះបងប្អូនមានអាយុប្រហែលឆ្នាំអីបើសិនបើបងប្អូនមានអាយុចន្លោះពី25 27ឬ29ឆ្នាំបងប្អូនធ្លាប់មានអារម្មណ៍ថាខ្លួនឯងខំរកលុយមកលុយចេះតែអស់មិនសល់មែនអត់ជាការពិតគឺថាវ័យ20ឆ្នាំនេះត្រូវបានមនុស្សទូទាំងពិភពលោកគេហៅថាជាវ័យមាសវ័យមាសគឺជាវ័យសម្រាប់កសាងលុយធំសម្រាប់ជីវិតយើងទៅថ្ងៃខាងមុខថ្ងៃនេះដែរ Inside ខ្មែរនឹងបង្ហើប5ក្បាច់ពិសេសៗដល់បងប្អូនដែលគួរធ្វើមុនចូលដល់អាយុ30ឆ្នាំបើសិនជាបងប្អូនពិតជាចង់មានលុយសល់និងមានសេរីភាពខាងហិរញ្ញវត្ថុទៅថ្ងៃខាងមុខតោះកុំឲ្យខាតពេលស្ដាប់វីដេអូនេះទាំងអស់គ្នាអូខេយើងអាចនិយាយបានថាវ័យនេះយើងមានកម្លាំងមានពេលបើបងប្អូនចាប់ផ្ដើមធ្វើរឿងទាំងនេះពីឥឡូវនេះទៅបងប្អូននឹងសល់ពេលរហូតដល់10ឆ្នាំលើសអ្នកដែលអាចបានដឹងរឿងនេះមុននឹងយើងឈានចូលដល់ចំណុចទី1បងប្អូនកុំភ្លេចជួយចុច Subscribe Channel Inside ខ្មែរម្នាក់មួយផងណាហើយខ្ញុំនឹងព្យាយាមចែករំលែកគំនិតដំណោះស្រាយនិងគន្លឹះផ្សេងៗសម្រាប់បងប្អូនទៅថ្ងៃខាងមុខអរគុណទុកជាមុនតោះចំណុចទី1កុំរវល់តែដូរការងារតែត្រូវខំបង្កើនតម្លៃខ្លួនមនុស្សភាគច្រើនគិតថានៅពេលដែលពួកគាត់ចង់បានលុយច្រើនចង់បានចំណូលច្រើនគេថាលាឈប់ទៅរកកន្លែងការងារថ្មីតែនេះគ្រាន់តែជាដំណោះស្រាយមួយខែតែប៉ុណ្ណោះរឿងពិតគឺត្រូវបង្កើនជំនាញឲ្យពូកែមុនអាយុ30ឆ្នាំត្រូវតែបោះទុនទៅរៀនជំនាញណាដែលរកចំណូលបានច្រើនដូចជាពួកជំនាញ Digital ឬផ្នែកទីផ្សារចង់ខ្ពស់ជាដើមនៅពេលដែលអ្នកមានតម្លៃខ្លួនក្រុមហ៊ុននឹងរត់តាមអ្នកវិញមិនចាំបាច់រត់តាមលុយទៀតនោះទេចំណុចទី2បោសសម្អាតបំណុលដែលមិនបង្កើនផលចំណុចទី2នេះគឺសំខាន់បំផុតត្រូវកម្ចាត់ចោលនៅបំណុលដែលមិនបង្កើតប្រាក់ចំណូលបំណុលដែលអត់ចំណេញបំណុលដែលអត់ចំណេញនេះគឺអីគេគឺពួកបំណុលដែលខ្ចីមកទិញរបស់ដែលមិនរកលុយឲ្យអ្នកដូចជាខ្ចីបំណុលទិញទូរស័ព្ទដៃថ្លៃៗឬបំណុលកាតឥណទានវីសាកាតជាដើមពួកហ្នឹងគឺជាអ្នកបំផ្លាញលុយរបស់អ្នកយ៉ាងស្ងប់ស្ងាត់បំផុតមុនអាយុ30ឆ្នាំត្រូវតែ clear បំណុលពួកហ្នឹងឲ្យអស់នោះអ្នកនឹងមានកម្លាំងចិត្តដើរទៅមុខលឿនជាងមុនចំណុចទី3ដាក់ប្រព័ន្ធចាយលុយឲ្យច្បាស់លាស់បងប្អូនតែងតែគិតថាចាំលុយសល់ចាំសន្សំត្រូវអត់នេះគឺជាកំហុសមួយដ៏ធំលុយអត់សល់ទេមុនអាយុ30ឆ្នាំអ្នកត្រូវតែបង្កើតប្រព័ន្ធចាយលុយខ្លួនឯងត្រូវបែងចែកលុយចូលឲ្យច្បាស់លាស់ឧទាហរណ៍អ្នកដាក់ 30% ពីចំណូលរបស់អ្នកចូលទៅក្នុងគណនីវិនិយោគភ្លាមៗនៅពេលដែលអ្នកទទួលបានចំណូលនោះតាមរយៈប្រភពណាមួយឧទាហរណ៍ដូចជាប្រាក់ខែជាដើមកុំឲ្យលុយនោះចេះតែដើរលេងពេលលុយមានទិសដៅច្បាស់លាស់លុយរបស់អ្នកនឹងមានវិន័យហើយអ្នកក៏លែងភ័យរឿងចាយវាយហួសកម្រិតដែរចំណុចទី4ចាប់ផ្ដើមវិនិយោគតិចតួចសិនតែឲ្យជាប់លាប់រឿងដែលមនុស្សជោគជ័យនៅអាយុ30ឆ្នាំស្ដាយបំផុតគឺពួកគេមិនបានចាប់ផ្ដើមវិនិយោគតាំងតែពី20ឆ្នាំមុនមកបងប្អូនត្រូវតែវិនិយោគឥឡូវហ្នឹងមិនចាំបាច់មានលុយដុំធំនោះទេយើងយកលុយតិចតួចដែលយើងមានទៅវិនិយោគសិនគោលដៅគឺកុំឲ្យលុយរបស់យើងដេកលក់ឲ្យលុយរបស់យើងធ្វើការឲ្យយើងវិញចំណុចទី5ធ្វើការ upgrade បណ្ដាញទំនាក់ទំនងរបស់បងប្អូនវិធីសាស្ត្រចុងក្រោយនេះគឺពិតជាសំខាន់មែនទែនពីព្រោះថាលុយឬមួយក៏ប្រភពចំណូលជាច្រើនគឺតែងតែកើតចេញពីទំនាក់ទំនងអ្នកជំនាញខ្លួនមុនអាយុ30ឆ្នាំត្រូវហ៊ានដើរចេញពីមិត្តភ័ក្តិដែលមិនលើកទឹកចិត្តអ្នកដែលតែងតែមាក់ងាយអ្នកដែលតែងតែបង្អាប់ដំណើរអ្នកហើយត្រូវកសាង network ថ្មីរកអ្នកណែនាំដែលជោគជ័យហើយសុំគន្លឹះពីគេរៀនសូត្រពីគេសង្កេតនិងតាមដានពីដំណើរការរបស់គេនោះអ្នកនឹងសន្សំបានពេល5ឆ្នាំដោយសារតែពួកគេទំនាក់ទំនងល្អវាដូចប្រៀបបីដូចជារតនសម្បត្តិមួយដ៏ធំសម្រាប់យើងអូខេអញ្ចឹងយើងសរុបមកវិញ5ក្បាច់មុនអាយុ30ឆ្នាំនេះគឺទី1បង្កើតសមត្ថភាពទី2គឺយើងសងបំណុលដែលអត់ចំណេញចេញទី3ដាក់ប្រព័ន្ធចាយលុយឲ្យមានក្បួនខ្នាតទី4បងប្អូនត្រូវតែចាប់ផ្ដើមវិនិយោគមិនថាវិនិយោគលើសមត្ថភាពឬមួយក៏វិនិយោគលើចលនាវត្ថុឬអចលនវត្ថុណាមួយទេទោះបីជាតិចតួចក្តីឬមួយក៏ច្រើនក្តីហើយចំណុចចុងក្រោយនេះគឺរកសុំយោបល់ពីអ្នកជោគជ័យពីអ្នកដែលបងប្អូនគិតថាយើងអាចរៀនសូត្រពីគេបានដើម្បីយើងមានផ្លូវជីវិតមានអនាគតមួយដែលដូចពួកគាត់យើងអាចសុំគេរៀនផ្ទាល់ក៏បានឬមួយក៏សង្កេតនិងតាមដានថាគេធ្វើរបៀបម៉េច
ទើបជីវិតរបស់គេជោគជ័យយើងអាចរៀនសូត្រពីគេបានសម័យនេះហើយមិនខ្វះទេបងប្អូនប៉ុន្តែសង្គមច្រើនណាស់ដែលយើងអាចរៀនសូត្រពីជនជោគជ័យទាំងនោះលើកលែងតែបងប្អូនខ្លួនឯងយកពេលវេលាដែលមានតម្លៃមហាសាលទៅប្រើប្រាស់អត់ប្រយោជន៍ទៅប្រើប្រាស់នៅលើបណ្ដាញសង្គមដោយខ្ជះខ្ជាយខ្ញុំសង្ឃឹមថាវីដេអូនេះបានឲ្យបងប្អូននៅ insight ល្អៗហើយបើបងប្អូនគិតថាមានប្រយោជន៍កុំភ្លេចចុច like share ហើយនិង subscribe ទៅ channel Insight ខ្មែររបស់ខ្ញុំអ្នកមួយផងការគាំទ្ររបស់បងប្អូនគឺជាកម្លាំងចិត្តដ៏ធំសម្រាប់ខ្ញុំហើយយើងជួបគ្នានៅវីដេអូក្រោយអរគុណជម្រាបលា